taលោកហ៊ុនសែនធ្វើអញ្ចឹងជាមួយប្រពន្ធកូនគាត់ចៅគាត់ទេហើយបុត្រសូនឯងធ្វើអញ្ចឹងមួយកូនមួយប្រពន្ធមួយចៅទេអាហ្នឹងចំណុចវាថាអញ្ចឹងកុំឲ្យថៃយកទាហាន18មកគម្រាមដោះដូរអ្វីទៀតអញ្ចឹងក៏តាមិនយល់ដែរតាយល់កូនជាតិឆ្លើយសឹកថៃតែងយកឆ្លើយសឹក18នាក់មកធ្វើលក្ខខណ្ឌប្រទេសណាភាគីណាក៏ដោយឲ្យតែគេចាប់ជនជាតិយើងបានគឺគេតែងយកធ្វើជារបស់ដោះដូរណាកូនណាបុត្រសូនមិនមែនមិនយល់ទេតែកូនឯងអត់យល់ឥឡូវនេះកូនឯងគិតចេះចាំតាមបញ្យល់កូនឯងបន្តិចខ្លះលោកកូនឯងយល់ឧបមាថាគេចាប់បានប្រពន្ធកូនឯងស្មានតែគេចាប់ប្រពន្ធកូនឯងទៅហ្នឹងគេថ្វាយគុំគេចាប់ទៅដល់ពេលគេលែងប្រពន្ធកូនឯងមកវិញវាត្រូវដោះដូរចុះបើគេចាប់កូនគេចាប់កូនគាត់ខ្លួនឯងទៅគឺត្រូវការដោះដូរហើយតែងតែមានលក្ខខណ្ឌក្នុងនាមជាឆ្លើយសឹកក៏ដូចគ្នាណាអត់មានយកទៅថ្វាយគុំទេអូខេតែបើសិនណាជាបុត្រសូនឯងនិយាយថាខ្ញុំមិនគិតទេប្រពន្ធខ្ញុំពាក់លីហើយខ្ញុំមិនគិតទេកូនខ្ញុំចាប់ទុកតាស្លាប់ហើយអាហ្នឹងបុត្រសូនឯងគិតថាខ្លួនជាប្តីជាឪពុកទេតាលោកហ៊ុនសែនធ្វើអញ្ចឹងជាមួយប្រពន្ធកូនគាត់ចៅគាត់ទេហើយបុត្រសូនឯងធ្វើអញ្ចឹងមួយកូនមួយប្រពន្ធមួយចៅទេអាហ្នឹងចំណុចវាថាអញ្ចឹងចុះបើរឿងហ្នឹងកើតមកលើគ្រួសារបុត្រសូនឯងតើបុត្រសូនឯងនិយាយអញ្ចឹងឯងលោកហ៊ុនសែនជាមេដឹកនាំកម្ពុជានឹងនិយាយអញ្ចឹងឯងអាហ្នឹងមកពីគាត់ដឹងថាតបមានសុវត្ថិភាពទៅគាត់និយាយអញ្ចឹងនិយាយបានការអីនិយាយឲ្យតឹងលើដែរមិនយ៉ាងម៉េចឧបមាថាថៃឧបមាវិញណាកូនណាបុត្រសូនឧបមាវិញឧបមាថាខ្ញុំថៃវិញហើយលោកហ៊ុនសែននិយាយអញ្ចឹងបើសិនណាជាគាត់និយាយអញ្ចឹងណាខ្ញុំហ៊ានដាក់អ្នកងារខ្ញុំបញ្ចុះបញ្ចូលឆ្លើយសឹកណាដែលអត់មានប្រពន្ធកូនឬក៏អត់មានចំណងណាខ្ញុំបញ្ចុះបញ្ចូលឆ្លើយសឹកហ្នឹងឲ្យសុំការជ្រកកោននៅថៃដើម្បីឲ្យហ៊ុនសែនគាត់អាម៉ាស់មុខហើយខ្ញុំដាក់ពាក្យហ្នឹងឡើងទៅធ្វើជាកិច្ចតុលាការ18នាក់ហ្នឹងមាន2មាន3នាក់ដូចថៃវាធ្វើអញ្ចឹងណាអូខេក្រោយពីដោះលែងហើយមនុស្សដែលជាប់ទោសហ្នឹងអ្នកខ្លះដែលអត់មានចំណងនៅកម្ពុជាគេធ្វើកាច់ឲ្យអាម៉ាស់ថាខ្ញុំទៅហ៊ានខ្ញុំអត់ចង់ទៅស្រុកវិញខ្ញុំសុំជ្រកកោននយោបាយនៅថៃឡើងឃើញគេសងវិញដូចគ្នាគេថាខ្ញុំអត់ត្រឡប់ទៅវិញខ្ញុំសុំប្រកាសថាសម្ដេចលោកអត់មានបេះដូងចំពោះខ្ញុំទេគាត់មិនដែលអាណិតជីវិតខ្ញុំទេគាត់និយាយថាពួកខ្ញុំនេះវាសូន្យណាស់អញ្ចឹងខ្ញុំក៏គ្មានគិតថាគួរតែទៅវិញត្រូវទៅបម្រើគាត់នៅក្នុងកងទ័ពទៀតអញ្ចឹងខ្ញុំសុំរស់នៅថៃហើយគេឲ្យលុយឲ្យកាក់គេសោកគេបានគេសន្យាថាធ្វើម៉េចឲ្យប្រពន្ធកូននេះឆ្លងមកបានគេឲ្យបានជ្រកកោនណាគេប្រើចិត្តសាស្ត្របែបហ្នឹងហ៊ុនសែនសប្បាយទេវារឹតតែធ្វើឲ្យហ៊ុនសែនជាមេដឹកនាំខូខើយល់ទេគាត់ថៃវាសោកតែគ្មានតែហ៊ានតែនៅប្រទេសកម្ពុជាក៏គួរណាស់ដឹងខ្លួនដែរអ្នកឯងច្បាំងមាន3យ៉ាងឯងអ្នកឯងរស់អ្នកឯងស្លាប់ចោលអ្នកឯងគេចាប់ដូចអ្នកឯងស្លាប់ណាអ្នកសៀមវាយកមកដូរទឹកដីអីសៀមវាប្រាប់ថាទឹកដីម្ដុំព្រៃច័ន្ទឬក៏ភូមិជោគជ័យឬក៏អានសេះឬក៏ប្រាសាទតាមាន់ឬក៏ប្រាសាទតាកបីឬក៏ប្រាសាទព្រះវិហារវាយកឆ្លើយសឹក18នាក់មកដូរទឹកដីទេកូន